ថ្ងៃនេះមកនិយាយរឿងរ៉ាវពាក់ព័ន្ធកម្ពុជាថៃដែលគួរចាប់អារម្មណ៍កាលពីថ្ងៃទី24ខែកុម្ភៈ2026រួមកាលពីម្សិលមិញនេះមានពីររឿងដែលគួរចាប់អារម្មណ៍ទី1គឺការប្រជុំ UN ទី2ការកើតហេតុនៅឃ្លាំងផ្ទុកអាវុធរបស់ប្រទេសថៃនៅខេត្តសុរិន្ទនិយាយទៅខេត្តដែលជាប់មួយនឹងព្រំដែនកម្ពុជាហើយនេះបានគួរឲ្យចាប់អារម្មណ៍ទី1កាត់ឡើងនៅទឹកដីរបស់ប្រទេសយើងផ្សេងជាចូលចិត្តប្រមាណឬអ្នកខ្លះគឺស្អប់យកតែហ្មងទី2គឺមានប្រជាពលរដ្ឋថៃហ្នឹងសង្ស័យថាកម្ពុជារបស់យើងធ្វើអីមួយយ៉ាងហើយទើបធ្វើឲ្យឃ្លាំងរបស់គេហ្នឹងវាកាត់ហេតុអញ្ចឹងចុះសម្រាប់ថៃដែលសង្ស័យនៅក្នុងចំណុចហ្នឹងខ្ញុំសូមនិយាយថាអត់ប្រើខួរក្បាលនៅក្នុងការពិចារណាហ្មងប៉ុន្តែបើសិនតែមានបងប្អូនខ្មែររបស់យើងសង្ស័យថាគេអាចនឹងចោទយើងអានេះគឺយើងសង្ស័យបានហេតុផលពីព្រោះក៏វាអញ្ចឹងមែនកើតឡើងនៅណាក៏ចោទយើងដែរកុំថាឡៃនៅត្រឹមតែខេត្តដែលជាប់ព្រំដែនយើងតែមុនទៅដល់យើងមកតែរ៉ូសាគីឡូសិនបងប្អូនយើងដែលមានតែរ៉ូសាគីឡូនៅក្នុងដៃរាល់ការឆុងកុំភ្លេចនិយាយយកអីមកសកាត់វាអញ្ចឹងដើម្បីវាចេញនៃជាតិបានល្អទាំង anthocyanin ទាំងពួកប្រេងកាឡាបដែលជួយដល់ការគេងរបស់យើងឬក៏វីតាមីន A វីតាមីន B C E K អីនេះដែលជួយតាក់ទងទៅនឹងរឿងស្បែកវាចេញជាតិមកបានល្អបើសិនតែចង់បានពណ៌បែបផ្កាឈូកអញ្ចឹងហ្នឹងដាក់ក្រុតបន្តិចទៅក្រូចឆ្មាក្រូចលឿងរបស់យើងមកចំណិតចេញមកគឺពណ៌ផ្កាឈូកដូចផ្កាមូហុងហ្មងស្អាតហ្មងហ្នឹងឬក៏បើសិនជាអត់ទេដូចខ្ញុំចូលចិត្តរសជាតិ original របស់វាច្រើនជាងឆ្ងាញ់ជាងស្រីអារម្មណ៍របស់ខ្ញុំប៉ុន្តែមានវិធីឆុងឲ្យឆ្ងាញ់ជាងការដែលញ៉ាំបែបទឹកក្តៅអ៊ុនៗទៀតព្រោះអ្នកខ្លះចូលចិត្តញ៉ាំទឹកក្តៅគឺឆុងទៅជាតែរ៉ូសាគីឡូមកតងមកឆុងទឹកក្តៅដែលមានសីតុណ្ហភាពប្រហែលជា70-80អង្សាចាក់វាមកលិចផ្កាទៅ5នាទីបន្តទៀតចាប់យកផ្ការ៉ូសាគីឡូដាក់នៅក្នុងដបបិទគម្របវាចិត្តទៅយប់អីចឹងទៅស្អែកឡើងយកមកញ៉ាំរសជាតិឆ្ងាញ់មែនតើដាក់ទឹកកកដាក់អីថែមទៀតគឺតែឆ្ងាញ់សម្រាប់អ្នកដែលចូលចិត្តញ៉ាំបែបត្រជាក់ញ៉ាំឲ្យ fresh ហ្មងអត្ថប្រយោជន៍នៅដដែលរក្សាគុណភាពដូចគ្នាជាមួយនឹងការដែលយើងឆុងទឹកក្តៅអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់បងប្អូនយើងច្រើនជាងចឹងអ្នកដែលគាត់ឆ្លាញ់សុខភាពចង់ថែរក្សាទាំងសុខភាពសម្រស់ទាំងសុខភាពផ្លែអារម្មណ៍របស់យើងរួមជាមួយនឹងសុខភាពស្បែករបស់យើងតាមលក្ខណៈបែបធម្មជាតិជ្រើសរើសបានមួយតែរ៉ូសាគីឡូចុះដល់ចំណុចទី1នៃវិធានបတ်យើងថ្ងៃនេះគឺការប្រជុំ UN សម័យប្រជុំទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមានខាងបណ្ដាប្រទេសជាច្រើនចូលរួមមកដែលជាសមាជិករបស់ UN ហ្នឹងឯងហើយកម្ពុជារបស់យើងក៏ឡើងធ្វើបတ်អន្តរកម្មរយៈពេល76នាទី5នាទីជាងជាភាសាបារាំងដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាដំបូងក៏ក្រាលរឿងអីធម្មតានិយាយទៅដល់រឿងដែលចូលរួមក្នុងប្រធានបတ်របស់គេសិទ្ធិមនុស្សកម្ពុជារបស់យើងបានចូលរួមយ៉ាងសកម្មជាមួយនឹងការអភិវឌ្ឍឬក៏ជួយជ្រោមជ្រែងរឿងសិទ្ធិមនុស្សនឹងដោយចូលរួមជាមួយនឹងអង្គការសហប្រជាជាតិក៏ទាហានមុខខៀវអីផ្សេងឬក៏ឲ្យតែអង្គការសហប្រជាជាតិត្រូវការឃើញមុខខ្មែររហូតទេតូចមែនប៉ុន្តែចិត្តនៅក្នុងការជួយតាក់ទងទាំងអស់ហ្នឹងយើងមិនតូចជាងគេប្រហែលទេកម្ពុជាពីប្រទេសដែលមានបញ្ហារកសន្តិភាពអត់ឃើញក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាក៏មានការផ្សះផ្សាដោយគោលនយោបាយឈ្នះធ្វើឲ្យប្រទេសមានសន្តិភាពមានការអភិវឌ្ឍពីប្រទេសដែលមានឈ្មោះតែក្រីក្រខ្លាំងមកជាប្រទេសដែលមានភាពល្អប្រសើរឡើងបើធៀបល្បឿននៅក្នុងការអភិវឌ្ឍប្រទេសយើងអត់ចាញ់ពីប្រទេសនៅក្នុងតំបន់ប្រហែលទេក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ប្រទេសយើងហើយរឿងសិទ្ធិមនុស្សសិទ្ធិអីផ្សេងនេះយើងក៏មានឱកាសនៅក្នុងការចូលរួមអភិវឌ្ឍម្ដងតិចដែលចេញមកជាលទ្ធផលឲ្យខាងពិភពលោកបានឃើញមកជាហោហែហើយនិយាយតាក់ទងទៅនឹងចំណុចហ្នឹងច្រើនចំណុចមែនតើភាសាអ្នកការទូតខ្ញុំអត់ចេះនិយាយដូចគេបងប្អូនយើងអាចទាំងអង្គុយស្ដាប់បានប៉ុន្តែខ្ញុំទ្រុសស្រុបមកអាហ្នឹងគឺក្រាលរឿងដំបូងមកបន្តមកនិយាយដល់ចំណុចរឿងការបង្ក្រាប scammer នេះគឺកម្ពុជាបានចូលរួមយ៉ាងសកម្មតែម្ដងជាពិសេសរយៈពេលចុងក្រោយនេះហើយក៏បង្ហាញលទ្ធផលរយៈពេលប្រហែលខែចុងក្រោយនេះយើងមានការបង្ក្រាបក្រុម scammer បានទៅរាប់ពាន់រាប់ម៉ឺននាក់ដែលមានការសហការគ្នាមិនថាតែទ្វេភាគីពហុភាគីក្នុងប្រទេសឬក៏ក្រៅប្រទេសទេយើងធ្វើគ្រប់វិធីទាំងអស់ដើម្បីធ្វើការបង្ក្រាបក្រុម scammer ដើម្បីចូលរួមនៅក្នុងការរក្សាសិទ្ធិមនុស្សឲ្យទៅដល់មនុស្សជាតិទូទាំងពិភពលោកឲ្យរស់នៅកុំឲ្យមានការភ័យព្រួយបារម្ភខ្លាចពីការឆក់បោកផ្សេងកងកម្លាំងប្រដាប់អាវុធរបស់យើងច្រើនអង្គភាពជាពិសេសគឺអ្នកដែលពាក់ព័ន្ធតែម្ដងយ៉ាងសកម្មនៅក្នុងការជួយស្ដារឡើងវិញឬក៏ជួយផ្ដល់ជួយការពារនៅសិទ្ធិមនុស្សលក្ខណៈបែបអញ្ចឹងមិនថាតែក្នុងប្រទេសឬក៏ក្រៅប្រទេសជាមួយនឹងការសហជីវជាតិទេដែលយើងអត់ប្រើកងកម្លាំងប្រដាប់អាវុធមិនថាតែទាហានឬក៏មិនថាប៉ូលីសទេយកមកជារឿងបាំងមុខដើម្បីធ្វើរឿងអាក្រក់នៅក្នុងការឈ្លានពានប្រទេសគេនេះនិយាយពីរឿងនោះសុកសោះស្រាប់ទៅមកដល់ចំណុចនេះគឺវឹបតែម្ដងថៃប្រាប់ថាមានការផ្ទុះឡើងនៃភ្លើងសង្គ្រាមនេះចំនួន2លើកចុងក្រោយគឺធនធ្ងរនៅចុងឆ្នាំ2025ហើយតាំងពីពេលនោះមកថៃបានល្មើសច្បាប់អន្តរជាតិមកដាក់ទូកុងតឺន័រឬក៏បន្លាលួសឡាមនេះមកលើទឹកដីកម្ពុជាធ្វើឲ្យប្រជាជនកម្ពុជាដែលគួរតែមានសិទ្ធិរស់រានមានជីវិតត្រូវមករស់នៅលក្ខណៈជាជនភៀសសឹកនៅក្នុងតង់ច្រើនជាង 80000 នាក់
តាំងពីពេលនោះមកមិនទាន់មានឱកាសបានត្រឡប់ទៅដីទៅផ្ទះសម្បែងរបស់ខ្លួនឯងទេហើយដែនដីរបស់កម្ពុជាដែលថៃឈានពានដែលដាក់ទូកុងតឺន័រក៏បំផ្លាញផ្ទះសម្បែងទីជម្រករបស់ប្រជាពលរដ្ឋអូឆ្ងាញ់ហ្មងសម្រាប់អារម្មណ៍របស់ខ្ញុំទីជម្រៅក្នុងអារម្មណ៍អញ្ចឹងមែនធំតែ5នាទីជាងឯងប៉ុន្តែក៏ល្មមមកមុតស្រួចត្រង់ចំណុចហ្នឹងសម្រាប់អារម្មណ៍របស់អ្នកដែលបានមើលនៅបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំ UN ហ្នឹងបើសិនជាគេមិនលំអៀងខ្លាំងណារដ្ឋមន្ត្រីការបរទេសថៃមិនឆ្លើយតបតាក់ទងរឿងហ្នឹងដែរយរួមប្រសាសន៍របស់មន្ត្រីការបរទេសកម្ពុជាក៏មិនខុសអីពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាដែលឲ្យព័ត៌មានទៅកាន់ Reuters នៅក្នុងពេលដែលសម្ដេចធ្វើដំណើរទៅប្រជុំបទអភិនឹងដែរគឺខ្លឹមសារខុសគ្នាទេព្រោះយើងមានការប៉ັດហើយយើងនិយាយគ្នាច្រើនអ្នកប៉ុណ្ណាក៏តែមួយដូចគ្នាដែលមិនមែនដូចថៃអត់អាចឲ្យមនុស្សច្រើនគ្នាមកនិយាយទេព្រោះនិយាយខុសគ្នាមិនជាការប៉ັດដូចកម្ពុជាការប៉ັດមានតែមួយទោះបីជានិយាយ100នាក់ក៏និយាយចេញមកការប៉ັດតែមួយដែរប៉ុន្តែសម្រាប់ថៃរកការប៉ັດវាមិនឃើញដល់ពេលនេះសម្ដែងចេះនោះនិយាយចេះឃើញអត់បញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃទេនិយាយទាំងអស់ឲ្យព័ត៌មានទៅកាន់អ្នកព័ត៌មានស្មិញដែលខ្ញុំនិយាយហើយកិច្ចប្រជុំ UN នេះក៏ប៉ັດគឺត្រូវហ្នឹងឯងខាងរដ្ឋមន្ត្រីការបរទេសនឹងឯងប៉ុន្តែឧទាហរណ៍ថាឲ្យព័ត៌មានទៅកាន់ព័ត៌មានល្បីៗអីក្រៅប្រទេសមិនចាំរដ្ឋមន្ត្រីការបរទេសណារងរដ្ឋមន្ត្រីក៏បានឬក៏នាយករដ្ឋមន្ត្រីនិយាយមកដូចនាយករដ្ឋមន្ត្រីកម្ពុជាមកតែអត់គ្នាច្រើនគ្នាទៅនិយាយទៅវាខុសជួនកាលព្រោះអាចនឹងចាំវាមិនបានណាប្រូលវាមិនការប៉ັດចេញពីក្នុងអារម្មណ៍ចេញពីក្នុងចិត្តមកតែមួយទៅយើងឃើញតែរដ្ឋមន្ត្រីការបរទេសរបស់ថៃតែប៉ុណ្ណោះដែលចេញមកលើនេះរដ្ឋមន្ត្រីការបរទេសក៏បានឡើងថ្លែងបាត់អន្តរាគមន៍របស់គេឆ្លើយតបមួយនឹងអីដែលកម្ពុជារបស់យើងនិយាយដែរដំបូងក៏និយាយសួរអីផ្សេងៗក្រៅរឿងដូចគ្នាចុងក្រោយទៅតបមួយកម្ពុជានិយាយថាហត់នឿយមួយនឹងការដែលកម្ពុជាមកនិយាយរឿងនឹងថាថៃឈានពានដដែលនៅឆាកអន្តរជាតិយកវេទិកានេះដើម្បីនិយាយចេះដែលវាជារឿងដែលគួរតែប្រជុំលក្ខណៈទ្វេភាគី2 3ទ្វេភាគីហៅប្រកាច់អីថៅប្រជុំ JVC ស្នើឲ្យអត់មានឆ្លើយតបអីសោះមិនទាន់បានតាំងរដ្ឋមន្ត្រីស្រួលបួលទេហើយគេនឹងចេះតែវេទនារងចាំពេលវេលាខាងនោះរៀបចំឲ្យត្រឹមត្រូវទេអញ្ចឹងហើយនយោបាយរបស់ខ្លួនឯងបាក់អីផ្សេងប្រទេសហើយញ៉ៃអញ្ចឹងគិតតែគេវេទនារងចាំទេអញ្ចឹងចិត្តតែអូពេលវេលាបន្លាយតទៅទៀតអញ្ចឹងគេមិនហាមិនឲ្យនិយាយណានិយាយបានព្រោះវាប៉ះពាល់ទៅដល់សិទ្ធិនៅក្នុងការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមែនតែខាងរដ្ឋមន្ត្រីនឹងឡើងទៅនិយាយអញ្ចឹងខ្លឹមសារដូចទៅរាល់ដងខាងថៃក៏ចេញព័ត៌មានថាអូបកខាងខ្មែរវិញកណ្ដាលមុខតែម្ដងយកវេទិកាគេនិយាយរឿងនោះឲ្យមកចាប់អារម្មណ៍ទៅរឿងខ្លួនឯងចេះចុះរឿងហ្នឹងរឿងធំរបស់ប្រទេសកម្ពុជាហេតុអីបើមិនឲ្យកម្ពុជានិយាយហើយអត់មានណាគេហាមឃាត់ផងយើងមានសិទ្ធិនៅក្នុងការនិយាយតែប៉ុណ្្នឹងចេញព័ត៌មានអញ្ចឹងក៏បដ ாய் វាទៅតាមដំណើរអញ្ចឹងទៅរឿងហ្នឹងសម្រាប់ការយកឃើញរបស់ប្រទេសថៃខ្ញុំមិនសូវខ្វល់អីទេប៉ុន្តែសម្រាប់ការយកឃើញរបស់អន្តរជាតិនេះយើងត្រូវឲ្យការសំខាន់ឲ្យការចាប់អារម្មណ៍ហើយយើងធ្វើអីដែលយើងអាចធ្វើទៅហើយហ្នឹងគឺការវេទិកាអន្តរជាតិនៅកន្លែងណាគឺយើងនិយាយទៅតង់រឿងហ្នឹងដោយមានសិល្បៈនៅក្នុងការនិយាយវិធីតាមលទ្ធភាពដែលយើងអាចធ្វើទៅលក្ខណៈការទូតនឹងការសម្រេចចិត្តជឿមិនជឿយកឃើញយ៉ាងណានោះខាងអន្តរជាតិខាងបរទេសនឹងផ្សេងទៅណាប៉ុន្តែការយកឃើញរបស់បងប្អូនខ្មែរយើងមួយចំនួនដែលខ្ញុំអាន comment នៅក្នុង page ក្រសួងអីហើយខ្ញុំមានអារម្មណ៍ថាទឹះដែរដូចអ្នកដែលចូលចិត្តនិយាយពាក្យថាអូយគ្មានប្រយោជន៍អីទេនិយាយយ៉ាងណាក៏អត់ប្រយោជន៍អត់មានប្រយោជន៍អីសម្រាប់បណ្ដាប្រទេសដែលជាសមាជិក UN គេបានធ្វើតែញញឹមអីមួយនេះគ្មានបានជួយស្អីដល់យើងលក្ខណៈនេះលក្ខណៈនោះទេអីទេអត់ប្រយោជន៍ទៅនាំអស់លុយចេញចុយអញ្ចឹងជាពិសេសពីខាងក្រៅប្រទេសមកខ្ញុំមើលហើយខ្ញុំថាអត់ប្រយោជន៍ដូចតែខ្ញុំគិតថាអ្នកខមមិននឹងអត់ប្រយោជន៍អញ្ចឹងទៅដឹងរឿងខ្លះវាអត់ប្រយោជន៍ប៉ុន្តែរឿងខ្លះវាមិនត្រឹមតែអត់ប្រយោជន៍ហើយថែមទាំងភាសារៀងបែបអាក្រក់ស្ដាប់បន្តិចថែមទាំងចង្រៃដល់ផ្លឹងចិត្តផ្លូវអារម្មណ៍គេទៀតព្រោះទៅពេលដែលតែអានខមមិនអីលក្ខណៈបែបអញ្ចឹងហើយមនុស្សនៅមានសង្ឃឹមសុខអស់សង្ឃឹមហើយអសោតែរឿងដែលយើងសង្ឃឹមហ្នឹងវាអត់ផ្លូវដើម្បីយើងសង្ឃឹមសោះទៅណាមិនថាណាវាមានផ្លូវសម្រាប់យើងសង្ឃឹមសោះហ្នឹងហើយនិយាយលក្ខណៈបែបអញ្ចឹងទៅបំផ្លាញក្តីសង្ឃឹមរបស់គេនឹងគឺការយល់ឃើញរបស់បងប្អូនខ្មែររបស់យើងមួយចំនួនក៏ប៉ុន្តែបើសិនតែខ្ញុំអត់លើកយកមកនិយាយក៏ប្រហែលជាអត់មានពលិអីសម្រាប់ការបញ្ចេញមតិរបស់គាត់នៅក្នុង comment ហ្នឹងឯណោះតែខ្ញុំឃើញខ្ញុំក៏យកមកនិយាយទៅទាំងតែភាគច្រើនបងប្អូនយើងមានសង្ឃឹមនៅក្នុងរឿងហ្នឹងទោះបីជាមិនហ៊ានសង្ឃឹមខ្លាំងក៏សង្ឃឹមតិចតួចដែរព្រោះយ៉ាងហោចណាស់យើងបានបង្ហាញការពិតទៅឲ្យខាងអន្តរជាតិនេះក៏បានដឹងបានឮហើយក៏វិធីដើម្បីធ្វើការបន្តទៀតតាមរយៈការទូតហ្នឹងហើយខ្ញុំគិតថារដ្ឋាភិបាលក៏មិនមែនប្រើតែផ្លូវហ្នឹងតែមួយផ្លូវសម្រាប់ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់ដែនដីខ្មែរនោះឡើយអូខេមករឿងទី2របស់យើងនៅខាងសុរិនប្រទេសថៃមិញម៉ោងប្រហែលជា7:30នាទីចន្លោះម៉ោងហ្នឹងកាត់ហេតុនឹងឃ្លាំងអាវុធមួយនៅជាការដ្ឋាននគរបាលព្រំដែនលេខ21របស់ខេត្តសុរិនប្រទេសថៃ
យរួមគឺនៅក្រុងសរិននឹងឯងបើសិនជានៅស្រុកយើងគេហៅក្រុងកចេះក្រុងសៀមរាបអីចឹងក្រុងរបស់ខេត្តសរិនកន្លែងដែលកើតហ្នឹងគឺនៅក្រុងសរិននឹងឯងព្រោះនៅអំភើเมืองហ្នឹងគឺស្រុកក្រុងអញ្ចឹងគឺចង្ងាយពីអូស្មាច់ទៅបើសិនតែយើងជិះផ្លូវដែលគេមានផ្លូវយើងជិះក៏រាប់100 គីឡូតែបើសិនតែយើងដើររយៈពេល2ថ្ងៃតាម map របស់ผมយើងឃើញដីក៏ខ្ទង់ប៉ុណ្ណឹងយ៉ាងតិចក៏40 60 គីឡូអញ្ចឹងណាវាឆ្ងាយដល់ថ្នាក់ហ្នឹងតែវាមានពួកថៃហ្នឹងសង្ស័យខ្មែរសង្ស័យថាម៉េចសង្ស័យទៅតាហ៊ានរបស់យើងបោះអា drone kamikaze ចូលទៅចំណុចឃ្លាំងហ្នឹងហើយក៏បកឲ្យកាត់ហេតុហ្នឹងឡើងខ្ញុំវានឹកឃើញវាអស់សំណោចបើសិនជាពួកយើងសង្ស័យអញ្ចេះកម្ពុជាខ្មែរយើងសង្ស័យថាតិចថៃវាចោតយើងទៀតទៅអានេះយើងសង្ស័យបានហេតុផលពីព្រោះខាងនោះដឹងតែចោតយើងរហូតរឿងអីក៏សង្ស័យលើយើងដែរជាពិសេសបើសិនតែកាត់ឡើងនៅខេត្តព្រំដែនទៀតខេត្តព្រំបន្ទល់ទៀតប្រកាសណាស់ថាសង្ស័យលើយើងតែបើសិនជាមានបងប្អូនរបស់យើងណាម្នាក់ជឿថានឹងប្រកាសជាស្នាដៃកម្ពុជារបស់យើងរបៀបបែបបោះដ្រូនទៅចេះអានេះខ្ញុំសូមឲ្យបងប្អូនយើងទម្លាក់នៅអាការមើងងាយសមត្ថភាពរបស់គេបន្តិចថងចំណុចហ្នឹងព្រោះវាជារឿងដែលពិបាកជារឿងដែលមិនអាចទៅរួចតែម្ដងមើលប្រហែលដ្រូនកុំថាឡើយហោះចូលដល់40 50 60 គីឡូអញ្ចឹងចូលទៅក្នុងប្រទេសថៃធំដល់ចំណុចព្រំដែនហ្នឹងចំណុចដីយើងដែលគេបោះលួសឡាមចូលមកហ្នឹងតែឃើញដ្រូនអីចូលទៅរាយការណ៍មួយថ្ងៃប៉ុណ្នេះនេះចូល40 50 គីឡូណាទៅបោះទៅបាននេះបងប្អូនយើងជឿថាអញ្ចឹងដែរសុំផ្អាកអារម្មណ៍តែបើសិនជាពួកថៃជឿថាអញ្ចឹងដូចខ្ញុំ post set យកមិញអញ្ចឹងខ្ញុំថាពួកអត់ខួរទេអត់ព្រមពិចារណានេះថៃខ្ញុំអត់ថាបងប្អូនរបស់យើងខ្ញុំថាថៃឲ្យតែថាមានរឿងរ៉ាវអីអញ្ចឹងចាប់ផ្ដើមវាតម្លៃថាខ្មែរចេះខ្មែរចុះហើយខ្ញុំឃើញអមរិនម្នាក់ស្រីអ្នកប៉ុមមានដែលសំដីចេញមកសំដីខ្ញុំដឹងនិយាយថាមិនដែរនោះតែបែបថ្នាក់ដឹកនាំប៉ុស្តិ៍របស់គេទៅតាមនឹងដូចគ្នាអញ្ចឹងក៏គេបដ ாய் ឲ្យអ្នកនិយាយព័ត៌មានដែលមើលទៅហាក់បីគ្មានវិជ្ជាជីវៈរបៀបចាក់ចោចបន្ថែមញុះញង់ឲ្យស្អប់ពុជសាសឲ្យនៅធ្វើការបន្តដំបូងខ្ញុំស្មានតែគេឲ្យឈប់អីតាខ្ញុំស្មានតែគេឲ្យសម្រាប់អីមិនតាសុកឃើញមុខមកវិញនៅដដែលខ្ញុំកែពាក្យសម្ដីសោះពួកមាននៅខាងប្រទេសថៃមានច្រើនប៉ុស្តិ៍ដែលគេមានវិជ្ជាជីវៈរបស់គេដែលគេនិយាយធ្វើតែគេចូលខាងគេព្រោះប្រទេសគេក៏ស្រឡាញ់ប្រទេសគេប៉ុន្តែគេអត់មានអារម្មណ៍បែបញុះញង់លក្ខណៈបែបអញ្ចឹងប៉ុន្តែម្នាក់ស្រីហ្នឹងគឺញុះញង់អញ្ចឹងហ្មងនិយាយនៅក្នុងអមរិន TV តាក់តងរឿងជាប្រវត្តិថៃហ្នឹងសង្ស័យខ្មែរថាជាអ្នកធ្វើរឿងហ្នឹងបោះអី drone អី kamikaze ចូលទៅឃ្លាំងរបស់គេអីចឹងព្រោះហេតុផលនៃការឆេះឃ្លាំងអាវុធហ្នឹងអភិបាលខេត្តសុរិនក៏បានបញ្ជាក់អំពីមូលហេតុបឋមឲ្យកាលពីយប់មិញថាមកពីអាកាសធាតុវាក្តៅខ្លាំងពេកដើម្បីព្រឹកមិញឃើញនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃស្ដីទីក៏ដូចជានាយករដ្ឋមន្ត្រីថ្មីអនុทิនចេញមកនិយាយបន្ថែមទៀតថានឹងកាត់ឡើងដោយសារតែកង្វះបច្ចេកទេសនៅក្នុងការការពារនៅចំណុចឃ្លាំងនឹងបោះប្រទេសខ្លួនឯងទេហើយអាកាសធាតុវាក្តៅខ្លាំងពេកនៅតំបន់ហ្នឹងក៏កើតរឿងហ្នឹងទៅមិនពាក់ព័ន្ធអីជាមួយនឹងខ្មែរទេប៉ុន្តែពេលដែលខាងអភិបាលខេត្តសុរិនឬក៏អ្នកនាំពាក្យកងទ័ពជើងគោកប្រទេសថៃនិយាយហ្នឹងវាមានinflu អ្នក follow ច្រើនទេណាប៉ុន្តែនិយាយចេញមកចុងខ្មែរប្រកាសជាដាក់អញ្ចេះអញ្ចោះអីអញ្ចឹងហើយតែហ៊ាននឹងអន់បានជាអាចធ្វើបានអាចដឹងបានហើយដល់ពេលដើម្បីរក្សាមុខមាត់ចេញមកបកស្រាយថាអញ្ចេះថាចោះដៃវាជារឿងដែលមិនអាចទៅរួចហ្មងអមរិននឹងគឺយកទៅផ្សាយរឿងហ្នឹង thumbnail ទៅសេថាប្រជាប្រដ្ឋថៃមួយចំនួនមិនអស់ចិត្តហើយសង្ស័យថាការកើតហេតុនឹងឃ្លាំងអាវុធនៅខេត្តសុរិនរបស់ប្រទេសថៃហ្នឹងជាស្នាដៃរបស់ទាហានខ្មែរ thumbnail ទៅសេថាអញ្ចឹង thumbnail ខ្លីៗតែអានទៅយើងយល់ន័យថាអញ្ចឹងប៉ុន្តែពេលម្នាក់ស្រីនឹងនិយាយធ្លាប់តែចំអកលក់លើយពេលមានរឿងអីមិនល្អនៅខ្មែរអញ្ចឹងក៏ចុះផ្សាយអូឆេះនេះធរណីសូត្រដូចខ្ញុំនិយាយថាអាបាក់ដីនៅខាងកំពង់ចាមកាលពីប្រហែលអាទិត្យប្រហែលខែមុនហ្នឹងចេញព័ត៌មានថាកម្ពុជាធរណីស្រោបហើយអាហ្វរិននេះចេញពេលអញ្ចឹងរឿងធម្មតាដែលដឹងថាកម្ពុជារបស់យើងនឹងចំអកនឹងសោចធងចំណុចហ្នឹងនឹងសំមុខធងចំណុចហ្នឹងពូតាក់តងតាហ៊ានផងអីផងក៏និយាយថាយើងអត់ទាន់មានអ្នកណាគេនិយាយថាហើយជាដើមហេតុមកធ្វើឲ្យថៃកើតរឿងផ្ទុះនៅឃ្លាំងអាវុធហ្នឹងទេប្រហែលជាអត់បាននិយាយគ្នាជាមួយនឹងអ្នកកាត់តវីដេអូជាមួយនឹងអាអ្នកធ្វើ thumbnail គឺដាក់ចំណងជើងអញ្ចឹងប៉ុន្តែនិយាយថាអញ្ចឹងមានប្រជាប្រដ្ឋថៃណាម្នាក់មកសង្ស័យខ្មែរទេវាមិនជារឿងដែលមិនអាចទៅរួចអញ្ចឹងចុះខ្ញុំគាត់នឹកក្នុងចិត្តថាត្រូវហើយព្រោះមិនមនុស្សទេពួកសត្វព្រោះខាងអ្នកព័ត៌មានរបស់ថៃមួយនឹងអះអាងថាអត់មានថៃណាម្នាក់សង្ស័យខ្មែរនៅក្នុងរឿងហ្នឹងទេអញ្ចឹងសត្វសន្តិភាពសត្វដែលសង្ស័យហើយមិនទៅក៏មិនវាមិនមែនជារឿងអីដែលគួរឲ្យចាប់អារម្មណ៍អីខ្លាំងខ្លាអីណាទេគ្រាន់ថាបង្ហាញពីសន្តានរបស់ខាងថៃមួយចំនួនណាដែល
ឲ្យតែមានរឿងចឹងគិតមកលើយើងខ្ញុំចង់ត្រឡប់មកមកបើយើងគិតលើខ្លួនឯងវិញដែរយើងក៏ទប់ទាំងខ្ញុំទាំងបងប្អូនដូចគ្នាដែរទប់អារឿងអស់ហ្នឹងពីការពេញញ៉ាំវាតម្លៃគេចោតគេថាអញ្ចេះថាអញ្ចោះចង់ឲ្យឆ្លងកាត់ការពិចារណាការគិតឲ្យបានច្រើនគេលោថាស្រាប់តែយូរទៅយើងបដ ாய் ទៅយើងធ្វើអីแบบចេញមកគួរឲ្យអស់សំណោចដូចថៃអញ្ចឹងហ្នឹងហើយសកម្មទៅជាប្រយោជន៍តតងមួយការគិតខ្លះៗសម្រាប់បងប្អូនយើងជួបគ្នាវីដេអូក្រោយជាបន្ត